បាទសូមអនុញ្ញាតជម្រាបសួរក៏ដូចជាស្វាគមន៍មកកាន់នីតិស្វែងយល់អំពីកុំព្យូទ័រអញ្ចឹងកម្មនីតិស្វែងយល់អំពីកុំព្យូទ័រនៅថ្ងៃនេះគឺខ្ញុំនឹងលើកយកសំណួរចំនួន2ដែលនឹងលើកមកចែកចម្លែកទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងសំណួរទី1គឺសំដៅទៅលើបាទតើកុំព្យូទ័រចែកចេញជាប៉ុន្មានផ្នែកសំខាន់បាទអញ្ចឹងសំណួរទី1គឺយើងនឹងសិក្សាទៅលើតើកុំព្យូទ័រចែកចេញជាប៉ុន្មានផ្នែកសំខាន់បាទអញ្ចឹងយើងមើលចម្លើយទាំងអស់គ្នាបាទអញ្ចឹងចម្លើយកុំព្យូទ័រចែកចេញជា2ផ្នែកសំខាន់បាទគឺផ្នែករឹងដែលយើងហៅថា hardware និងមួយទៀតគឺផ្នែកទន់ដែលយើងហៅថា software អញ្ចឹងផ្នែកសំខាន់របស់កុំព្យូទ័រគឺមាន2នឹងគឺទី1សំដៅទៅលើផ្នែករឹងដែលយើងហៅថា hardware និងមួយទៀតគឺផ្នែកទន់ដែលយើងច្រើនតែហៅថា software បាទអញ្ចឹងយើងក៏លេចទៅមើលសំណួរទី2ពាក់ព័ន្ធនឹងសំណួរអ្វីដែលយើងទៅមើលទាំងអស់គ្នាបាទអញ្ចឹងសំណួរទី2គឺតើអ្វីទៅជាផ្នែករឹងឬក៏យើងហៅថា hardware និងផ្នែកទន់ដែលយើងហៅថា software បាទអញ្ចឹងយើងទៅមើលចម្លើយទាំងអស់គ្នាតាបាទអញ្ចឹងយើងមើលផ្នែករឹងមានន័យថា hardware មានន័យថាជាឧបករណ៍រូបសាស្ត្រឬជាឧបករណ៍ផ្នែករឹងនៃកុំព្យូទ័រដែលអ្នកអាចមើលឃើញនិងប៉ះពាល់បានផ្នែករឹងឬ hardware ហ្នឹងมันអាចដំណើរការបានឡើយដោយគ្មានផ្នែកទន់អញ្ចឹងផ្នែករឹងហាក់តែមានផ្នែករឹងមែនប៉ុន្តែបើសិនជាអត់មានផ្នែកទន់ទេក៏វាអត់អាចដំណើរការបានដែរកុំព្យូទ័រមួយហ្នឹងបាទអញ្ចឹងយើងក៏លេចទៅមើលផ្នែកទន់វិញថាតើផ្នែកទន់ហ្នឹងមិនទៅគេហៅថាផ្នែកទន់ហ្នឹងតោះបាទអញ្ចឹងផ្នែកទន់មាន software ជាកម្មវិធីរបស់កុំព្យូទ័រដែលយើងអាចមើលឃើញតែมันអាចប៉ះបានដែលធ្វើឲ្យកុំព្យូទ័រដំណើរការបានអញ្ចឹង software វាជាប្រភេទកម្មវិធីរបស់កុំព្យូទ័រដែលយើងមើលឃើញក៏ប៉ុន្តែយើងអាចប៉ះវាបានដែរហើយ software ហ្នឹងហើយដែលវាអាចធ្វើឲ្យកុំព្យូទ័រហ្នឹងអាចដំណើរការបានអញ្ចឹងក្នុងករណីទាំងពីរផ្នែកហ្នឹងបើសិនជាមានតែ software តែអត់ hardware ក៏កុំព្យូទ័រអាចដំណើរការបានដែរអូខេប៉ុន្តែបើសិនជាមាន hardware ហើយតែអត់មាន software ក៏កុំព្យូទ័រហ្នឹងក៏អាចដំណើរការបានដែរដូចគល់អស់អញ្ចឹងបាទអញ្ចឹងហើយផ្នែកសំខាន់ពីរហ្នឹងគឺវាត្រូវបូកបញ្ចូលគ្នាដើម្បីឲ្យកុំព្យូទ័រហ្នឹងអាចដំណើរការបានអាចឲ្យយើងប្រើប្រាស់បានអូខេអញ្ចឹងក្នុងវីដេអូនេះគឺយើងមានតែប៉ុណ្្នឹងទេសម្រាប់បើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់ឬក៏មានសំណួរអាច comment នៅខាងក្រោមបានអូខេអរគុណសម្រាប់ការគាំទ្របាយបាយ